បងបងតោះទៅមកពីវិធីឆាបាយដែលឆ្ងាញ់សម្រាប់ទុកឲ្យកូនហូបអញ្ចឹងណាបងបងព្រោះក្មេងៗជិតទៅគាត់ចូលចិត្តបាយឆាបងបងហើយថ្ងៃហ្នឹងដែរបាយឆាសាច់ក្រកបងបងនិយាយពីថាតំណមែនតែនហើយឆ្ងាញ់ណាបងបងនេះមួយសម្រាប់បាយឆាបើចូលហាងវិញក៏មិនធម្មតាដែរបងបងបាយឆាសាច់ក្រកលាយបកាអញ្ចឹងខ្ញុំមានជាមួយសាច់ក្រកមានការ៉ុតជាមួយស្បែកគួរខ្ញុំមានបកាតិចដែរបងបងហើយថ្ងៃហ្នឹងខ្ញុំឆាបាយកកអីណាបងបងអញ្ចឹងបាយឆាដែលឆាបានល្អហើយឆ្ងាញ់គឺប្រើបាយកកខ្ញុំប្រើពងមាន់មកគ្រាប់ដែរអញ្ចឹងផ្នែកការ៉ុតគឺខ្ញុំប្រើមកកណាត់បងបងយកវាមកហាន់ជាបន្ទះហើយហាន់វាជាចំណិតតូចអញ្ចឹងណាបងបងនិយាយទៅហាន់វាលបាក់ប៉ិនគ្រាប់បាយអញ្ចឹងណាអញ្ចឹងរបៀបនៃការហាន់ហ្នឹងគឺអាស្រ័យលើការចូលចិត្តរបស់បងបងចូលចិត្តបែបណាអញ្ចឹងគ្រាន់ថាយើងហាន់យើងទៅឃើញវាស្អាតណាបងបងយើងហាន់វាល្មមប៉ុណ្ណឹងបានហើយអញ្ចឹងការ៉ុតខ្ញុំប្រើមកកណាត់បងបងពេលដែលយើងដាក់ការ៉ុតទៅបន្ថែមរសជាតិបាយហើយនិយាយទៅចង់និយាយថាបកើនសម្រស់អញ្ចឹងណាបងបងហើយឥឡូវនេះស្បែកគួរខ្ញុំប្រើចំនួន3តែសាច់តែខ្ញុំប្រើគួរធំមកបងបងហើយខ្ញុំកាត់វាជាកង់ខ្លីបែបហ្នឹងទៅអញ្ចឹងផ្នែកបន្លែបងបងអាចបន្ថែមអីផ្សេងទៀតក៏បានដែរគ្រាន់ថាបាយឆាជាទូទៅប្រើតែពីរមុខនឹងបានដែរបងបងជាមួយស្បែកគួរហើយការ៉ុតហ្នឹងទៅគឺបានទាំងឆ្ងាញ់បានទាំងសម្រស់អញ្ចឹងណាបងបងចង់បន្លែគឺមានពីរមុខបែបហ្នឹងហើយបងសាច់ក្រកថ្ងៃហ្នឹងខ្ញុំទិញមកពីកន្លែងកុងស៊ីលក់ជ្រូកអញ្ចឹងគាត់លក់រាយមកគ្រាប់ដូចជា1500អញ្ចឹងថ្ងៃនេះខ្ញុំទិញ3គ្រាប់ហើយខ្ញុំប្រើជាមួយស្លឹកខ្ទឹមដែរអញ្ចឹងណាស្លឹកខ្ទឹមខ្ញុំកាត់វាជាកង់ខ្លីបែបហ្នឹងទុកវាដាក់ពីលើបាយឆាអូឈ្ងុយមែនតែនបងហើយគ្រាន់តែបញ្ចូលសលេងនេះនឹកឃើញក្លៀនបាយឆាទៀតទេហើយបាយឆាបែបហ្នឹងរសជាតិឆ្ងាញ់ណាបងចិត្តសាច់ក្រកខ្ញុំប្រើទាំង3ដុំនឹងហ្មងទៅហើយខ្ញុំកាត់វាជាដុំតូចអញ្ចឹងណាបងហាន់វាអញ្ចឹងទៅដើម្បីយកវាទៅឆាទៅវាចូលជាតិជាមួយបាយឆ្ងាញ់ណាចឹងបងបាយឆាបងចូលចិត្តរសជាតិបែបណាដែរបងចូលចិត្តឆាមួយអីដែរកុំភ្លេចចូលខមមិននឹងវីដេអូរបស់បងអូនផងហើយរបៀបនៃការឆារបស់បងមិនដែរអញ្ចឹងណាបងចឹងបាយឆាគឺជាជំរើសទូទៅសម្រាប់ក្មេងៗគឺគាត់ចូលចិត្តខ្លាំងអញ្ចឹងបងអាចមើលពីវិធីឆានេះបាននិយាយទៅអាចធ្វើឲ្យកូនហូបអញ្ចឹងណាដើម្បីគាត់ហូបបាយបានច្រើនតិចទៅព្រោះក្មេងៗបើយើងស្លយើងអីភាគច្រើនគឺគាត់អត់ចេះហើយគាត់ចូលចិត្តក្រៀមអីអញ្ចឹងណាបងចឹងបកាខ្ញុំអត់ប្រើច្រើនទេបងដោយសារខ្ញុំប្រើសាច់ក្រកច្រើនទេបកាខ្ញុំប្រើតែ2ឯងហើយបកានេះវារៀងធំយកវាកាត់ដុំបែបហ្នឹងមកចឹងដំបូងឡើយគឺខ្ញុំដាក់ប្រេងចូលខ្ទះបន្តិចហើយពេលហ្នឹងក៏ខ្ញុំថែមជាមួយទឹកឈាទឹកសយើងចូលណាបងដើម្បីកូរសាច់ក្រកហ្នឹងទៅឲ្យវាឆ្អិនល្អចឹងហើយកុំឲ្យវាខ្លោចនេះបងខ្ញុំដាក់ទឹកសយើងចូលតិចទៅកូរត្រឡប់តតែឡើងឆ្អិនល្អអញ្ចឹងណាបងបន្ទាប់មកខ្ញុំដាក់ខ្ទឹមសចូលទៅលីងមួយគ្នាឡើងឈ្ងុយសិនហើយខ្ញុំដាក់ជាមួយការ៉ុតចូលដោយសារការ៉ុតយើងត្រូវការវិឆាវារយៈពេលយូរអញ្ចឹងណាកូរត្រឡប់ទៀតទៅបងអញ្ចឹងវីដេអូនោះមានអីក្រៅពីកូរត្រឡប់ទេឲ្យបងចាំមើលសម្រាប់បាយឆារបស់ខ្ញុំទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីហ្នឹងមកគឺចាប់ដើមដាក់អីទៀតឲ្យបងសាក់លឹកទាយមើលអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមគោះពងមាន់មកគ្រាប់ទៀតអញ្ចឹងផ្នែកពងមាន់ក៏ដូចគ្នាដែរខ្ញុំដាក់វាឲ្យកូរវាឡើងក្រៀមដូចគ្នាដែរសិនអញ្ចឹងព្រោះខ្ញុំចង់បានបាយឆាបែបស្ងួតអញ្ចឹងណាបងបែបស្ងួតបែបរឹងឈ្ងុយអីអញ្ចឹងណាអញ្ចឹងនៅពេលដែលពងមាន់ឡើងស្ងួតហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងបាយសយើងចូលទៅហើយថ្ងៃហ្នឹងដែរគឺមកសម្ពោធខ្ទះឲ្យបងដោយសារខ្ទះហ្នឹងតំទិញឲ្យចង់លោឆាបាយដែរអញ្ចឹងណាហើយនេះចាប់ផ្ដើមចាក់បាយសយើងចូលឆាជាមួយគ្នាកូរត្រឡប់ឲ្យពេលហ្នឹងប្រើភ្លើងល្មមបានហើយបងដើម្បីកុំឲ្យខ្លោចព្រោះបាយកកដាក់ចូលទូទឹកកកអញ្ចឹងវារឹងអញ្ចឹងត្រូវការចំណាយពេលកូរវាឲ្យឡើងឆ្អិនវិញអញ្ចឹងណាបងចឹងវិធីងាយលឿនបងឲ្យបាយឆាឆ្ងាញ់មែនតើចឹងបន្ទាប់ពីឆាបានប៉ុណ្ណឹងហើយគឺខ្ញុំចាប់ផ្ដើមបន្ថែមជាមួយនឹងស្បែកគួរយើងចូលហើយជាមួយនឹងបកាព្រោះបកាបើសិនណាជាដាក់មុនគឺវាឡើងរឹងសាច់ណាវាឡើងរឹងអត់ឆ្ងាញ់ទេអញ្ចឹងទុកប៉ុណ្ណឹងវាល្មមឆ្ងាញ់ហើយខ្ញុំអត់ចោលទេបងជាមួយនឹងម្រេចហ្នឹងគឺត្រូវជាតិមែនតើអញ្ចឹងបាយឆាថ្ងៃនេះខ្ញុំអត់ប្រើអីច្រើននេះខ្ញុំប្រើតែជាមួយនឹងម្សៅស៊ុបហើយរ៉ូឌីបងហើយខ្ញុំដាក់ម្រេចហើយខ្ញុំបន្ថែមជាមួយនឹងប៊ីចេងតិចតែខ្ញុំអត់បានប្រើស្ករទេអូនិយាយពីថាឆ្ងាញ់មែនតើបងដោយសារសាច់ក្រកគឺវាមានជាតិប្រៃហើយក៏មានជាតិផ្អែមដែរអញ្ចឹងយើងបាច់ប្រើស្ករទៀតទេហើយចាក់ទឹកខ្ទឹមចូលអញ្ចឹងមកជាការស្រេចឯងបងអើយឆ្ងាញ់មែនតើគ្រាន់តែនិយាយហ្នឹងនឹកឃើញឃ្លានទៀតបាត់ឯងបងនេះអ
Chẳng bà tọp má chạp đám đô đã chan bông bông đô đã chan là tổ tiên từng ọc nè bông bông nè bông bông mới sầm đọc bài cha nhưng mịch đài chẳng á hay bọn mình còn tôi với đô đã phần nâng tao nhưng chưa ta cọt hộp một bộ bài cha người nâng nhưng anh dậy lên như chính anh men bông bông chẳng ở con bông bông sầm đọc ca sẵn cho chất video bắp ón ở con sầm đọc ca comment biệt đó nâng ca like share từng ọc nè là bông bông na chun po sọc hiệp đó sầm nang đó từng ọc nè